ប្រតិភូនៃការគ្រប់ជឿឯកឧត្តមរដ្ឋត្រីក្នុងការចូលរួមធ្វើបទបង្ហាញនិងការចែករំលែកកិច្ចការងារចំនួនដល់សមាជិកនៃឧត្តមប្រឹក្សាខ្លួននិងប្រតិបត្តិជាបន្តសូមគ្រប់ឯកឧត្តមរដ្ឋត្រីឧបនាយករដ្ឋមន្ត្រីហ៊ុននីរដ្ឋមន្ត្រីមុខងារសាធារណៈមុននឹងចូលដល់ពីការលើកឡើងនៃការងារមុខងារសាធារណៈខ្ញុំសូមគោរពថ្លែងអំណរគុណដល់សម្ដេចព្រះបរមដែលតែងតែអនុញ្ញាតដល់ឱកាសឲ្យសមាជិករាជរដ្ឋាភិបាលជារដ្ឋមន្ត្រីបានមកធ្វើបទបង្ហាញនិងចូលរួមនៅក្នុងកិច្ចប្រជុំជាបន្តជាមួយអាជ្ញាប្រឹក្សានិងវិគ្គលយោបល់យើងដឹងថាស្ថាប័នអាជ្ញាប្រឹក្សាវិគ្គលយោបល់នេះគឺតែការបង្កើតឡើងដោយសម្ដេចនាយកក្នុងរយៈពេលពីអាណត្តិនេះទៅបើជាអាយុកាលមកនេះប្រហែលជា8ឆ្នាំឬក៏អញ្ចឹងស្ថាប័នអាជ្ញាប្រឹក្សាវិគ្គលយោបល់នេះនឹងជាមួយសាធារណជនជឿថាបងប្អូនប្រជាពលរដ្ឋទើបតែស្គាល់មិនត្រឹមតែសាធារណជនប្រជាពលរដ្ឋទេសូម្បីតែស្ថាប័នវិទ្យាការខ្លះគឺរដ្ឋវិទ្យាខ្លះអាចស្គាល់ដែរក៏មានគាត់តែតាមតែការជិះស្មាតរបស់ខ្ញុំយកចូលដល់កិច្ចការងារដែលទាក់ទងនឹងហេតុអីដែលខ្ញុំបានអញ្ជើញតែដល់ឧបករណ៍ដើម្បីធ្វើបទបង្ហាញពីកិច្ចការងារមួយជាសាធារណៈនេះព្រោះនៅក្នុងគំនិតរបស់ខ្ញុំយល់ឃើញថាមុខងារសាធារណៈនេះមានសារៈសំខាន់ណាស់ដោយការលើកឡើងរបស់ឯកឧត្តមរដ្ឋនាយករដ្ឋមន្ត្រីហើយក៏ដូចជាការធ្វើបទបង្ហាញរបស់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការយុវនាខ្ញុំគិតឃើញការលើកឡើងទាំងឡាយខ្ញុំបានជឿទាត់ស្ដាប់មួយចំនួនក៏ស្ដាប់បានទាំងស្រុងស្ដាប់យ៉ាងខ្លះឬខ្លះបណ្ដាលមានឯកសារលើហើយខ្ញុំពិតជាកោតសរសើរនឹងការកាត់ខំរៀបចំឯកសារដើម្បីឲ្យយូរប៉ុន្តែឯកសារនេះខ្ញុំជឿថាការដំយកជំនាញពីយើងទាំងអស់នេះថ្មីក៏មើលមិនទាន់ដែរអញ្ចឹងជាយាមបានស្ដាប់អធិការងារជាក់ស្ដែងហើយអ្វីដែលចាំដល់គឺលើស្ថានភាពជាក់ស្ដែងនេះក្របខ័ណ្ឌមុខងារសាធារណៈបើយើងនិយាយពីមុខងារសាធារណៈនៅឬក៏សេវាសាធារណៈនឹងវាមានភាពទូទៅលាយយើងហាក់បីដូចជាច្រឡំថាសេវាសាធារណៈទៅលើក្រសួងមុខងារសាធារណៈនេះការពិតមិនមែនរដ្ឋាភិបាលទាំងមូលជារដ្ឋាភិបាលផ្ដល់នូវសេវាសាធារណៈជារដ្ឋាភិបាលតែម្ដងអញ្ចឹងក្នុងរដ្ឋាភិបាលមានក្រសួងដែលជាសេនាធិការរបស់ប្រមុខរាជរដ្ឋាភិបាលដូចជាក្រសួងមុខងារសាធារណៈហើយនិងក្រសួងផ្សេងៗដទៃទៀតរួមទាំង30ក្រសួងយើងហៅថាអ្នកផ្ដល់សេវាសាធារណៈត្រង់ចំណុចនេះខ្ញុំចង់លើកឡើងពីស្ថាប័ននៅតាមក្រសួងមន្ទីរនីមួយៗយកតាមការធ្វើបទបង្ហាញនឹងការលើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវាមានកត្តាបច្ចេកទេសការងារនិងកត្តានយោបាយកត្តាប្រវត្តិសាស្ត្រនិងកត្តាជំនាញទម្លាប់ដែលវានៅបញ្ចូលគ្នាក្នុងហាក់បីដូចជាពេលខ្លះវាមានការពិបាកដែរដូចជាកត្តាប្រវត្តិសាស្ត្រនិងកត្តាជំនាញទម្លាប់របស់យើងកត្តាប្រវត្តិសាស្ត្រនិងកត្តាជំនាញទម្លាប់របស់យើងបើយើងគិតឃើញថាប្រវត្តិសាស្ត្រប្រទេសជាតិរបស់យើងតែតែមានថាអ្នកណាម៉ែឪគេធ្វើមន្ត្រីកូនចៅគេក៏ធ្វើមន្ត្រីពីចឹងដែរមានលក្ខណៈចឹងជាលក្ខណៈដំណើរប្រវត្តិសាស្ត្រមកចឹងដែរជាដំណើរចឹងដែរហើយប្រវត្តិសាស្ត្រផ្សេងទៀតដែលទាក់ទងនឹងកត្តានយោបាយក៏យើងដែលហើយជាពិសេសទាក់ទងនឹងប្រវត្តិសាស្ត្រជាមួយប្រទេសជាតិខាងយើងដែលកំពុងតែកើតមាននេះនឹងក៏ជាចំណុចមួយកត្តាប្រវត្តិសាស្ត្រដែរអញ្ចឹងរាល់ការកំណែទម្រង់ដែលខ្ញុំចាប់អារម្មណ៍មែនទែនគឺក្នុងវេទិកាដែលខាងក្រសួងឯកឧត្តមបានរៀបចំមកគឺខ្ញុំចាប់អារម្មណ៍នឹងឃើញក្រៅពីវេទិកាផ្នែកទី1គឺសេចក្តីថ្លែងពីទី2ដល់ទី6បានប្រើពាក្យនឹងវឌ្ឍនភាពមានន័យថាយើងធ្វើអ្វីៗឲ្យវាប្រសើរតិចទៅហើយតែបានប្រសើរឡើងនេះដែលជាចំណុចមួយនៃការកត់សម្គាល់របស់ខ្ញុំអញ្ចឹងយើងមើលឃើញថាការបកស្រាយការចំណាយទម្រង់ការត្រួតពិនិត្យទួលនីតិនិងភារកិច្ចទៅតាមស្ថាប័នក្រសួងទីនេះខ្ញុំឃើញថាស្ថានភាពដែលបើយើងមើលឃើញស្ថានភាពជាក់ស្ដែងមិនដឹងថាតើឯកឧត្តមបកក្រោយពីការចុះសិក្សានិងធ្វើការវិភាគមុខងារនេះយើងនិយាយថាតម្រូវការហើយនឹងការគ្រប់គ្រង
mình đi thằng ca nghĩ hay như một cái để một sai sự là ta bị viêm con là nhẹ thiết như là thì nhưng lương thì họ là lên một xuống thì mũi dương là ngay là thằng nào còn bỏ xuống lên thằng một cây bị chạy cái giảm đi thằng nào sẽ yếu nặng tiền yếu cái thang đục tiền yếu thang thì chạy lái đưa cọ tiền lái chẳng chẳng nhưng khơi ta tham ăn thì mũi đôi chỉ cả cùng rít nếuรักนาสังวรเป็นคำสถาบันโดยมีการผลิตผลทางโดยนิยมทานนิยมทานผลิตผลทางในการอะไรខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងតែខ្ញុំច្បាស់ជាងគេគឺខ្ញុំឆ្លប់ជាមន្ត្រីរាជការតែសពស្ដាយក៏ជាមន្ត្រីរាជការដែរប៉ុន្តែដោយសារអ្នកលេងពិសេសយើងជួក្រោកខានខ្ញុំធ្វើការចូល30ឆ្នាំតែនៅតែជាមន្ត្រីរហូតនៅតែជាមន្ត្រីកត្តានេះដែលខ្ញុំចង់លើកឡើងហើយយើងអាចជំរុញក្នុងការរើសមន្ត្រីខ្ញុំទទួលស្គាល់ការសកម្មរបស់អាយដាបបាក់ក្នុងការធ្វើជំរឿននិងការជ្រើសរើសក្របខ័ណ្ឌហ្នឹងតើឲ្យមានវឌ្ឍនភាពលើមុខងារសាធារណៈដែលជាពលរដ្ឋដល់សំខាន់ខ្ញុំទទួលស្គាល់ទាំងការប្រឡងការអីនេះគឺជាការលើកឡើងនៃប្រសាទចុងក្រោយរបស់អាយដាបបាក់រហូតដល់មានទីចាំសង្ឃាតើដំណាក់កាលនៃការកំណែជំរុញនេះនៃការជ្រើសរើសនេះវាមានតម្លាភាពហើយត្រឹមត្រូវដោយការនិយាយដែរទេឬក៏និយាយគ្រាន់តែជានិយាយអញ្ចឹងនិយាយនេះមិនមែនគ្រាន់តែនិយាយគឺឆ្លុះបញ្ចាំងពីការពិតមានន័យថាការនិយាយជាវិធានការនៃការអនុវត្តដូចគ្នានឹងវាពិតជាមានប្រសិទ្ធភាពអញ្ចឹងបើយើងនិយាយភាសាមួយឲ្យខ្លីៗងាយចង់ទៅខ្ញុំចង់កាច់បាក់គូតែអាដាមធ្វើឃើញថាយន្តការនៃការជ្រើសរើសតួនាទីភារកិច្ចនៅក្នុងក្រសួងនៅការគិតបាក់គូដែរទេបាក់គូនេះបន្តទៀតដែរទេហើយយើងឃើញច្រើនខ្ញុំលើការិយាល័យខ្ញុំ11នាក់ប្រធានការិយាល័យ9ម្នាក់អនុប្រធាន9មន្ត្រីដែលខ្ញុំមួយមន្ត្រីដែលខ្ញុំទទួលក្រោយមកមានជ្រើសរើសចូលបាន6នាក់ទៀតតើរយៈពេលនៃអាណត្តិទី7នេះយើងអាចកំណត់ជំរុញរូបភាពបែបណាអស់កម្រិតណាខ្ញុំក៏មិនដែលបានចូលក្រសួងរយៈពេល2ឆ្នាំទៀត2ឆ្នាំតែកន្លងមកហ្នឹងបើសិនទៅមើលគឺខ្ញុំមើលឃើញជាក់ស្ដែងមានតែគឺជាក់ស្ដែងចូលក្នុងនឹងតែម្ដងមិនមែនមើលឃើញទេហើយបើខ្ញុំនិយាយពីស្ថានភាពជាក់ស្ដែងរបស់មន្ត្រីទៀតបើតាមការលើកឡើងរបស់បង្ហាញនៃការរៀបចំថាល្អប៉ុន្តែការអនុវត្តជាក់ស្ដែងហាក់បីដូចជាមិនសូវស៊ីច្បាស់គ្នាគេហៅថាតាក់ទិកនេះរបៀបដល់ខ្ញុំលើកឧទាហរណ៍មួយដើម្បីផ្លាស់ប្ដូរមន្ត្រីទៅបំពេញតួនាទីនៅការងារមួយផ្សេងនៅក្នុងក្រសួងតែមួយដែលការមួយផ្សេងនឹងត្រូវធ្វើជាស្វ័យទៅនឹងការធ្វើយកថ្នាក់វិការអញ្ចឹងដល់វិញឲ្យបានមន្ត្រីម្នាក់ទៅការពិចារណាហ្នឹងមន្ត្រីម្នាក់ហ្នឹងមានតួនាទីជាមន្ត្រីទៅការិយាល័យអញ្ចឹងគេថាផ្សាយតួនាទីរបស់គេដើម្បីឲ្យស្របទៅ qualify ដើម្បីយើងគឺឡើងរៀនពីថារូបភាពពីថាយ៉ាងខ្ញុំថាគេថាមុខងារតួនាទីនេះប្រហែលជាតាក់ទងក្រសួងរបស់ឯកឧត្តមហើយហើយខ្ញុំថាជឿថាឯកឧត្តមអាចចាប់អារម្មណ៍រឿងនេះឬក៏មិនចាប់អារម្មណ៍ទេព្រោះគេសារ៉េយ៉ាងម៉េចក៏ត្រូវហើយខ្ញុំជឿថាឯកឧត្តមរដ្ឋមន្ត្រីមិនអាចស្គាល់មន្ត្រីទាំងអស់ពីគាត់ប៉ុន្តែជាចំណុចមួយដែលយើងគួរគិតក៏ឲ្យមានលក្ខណៈនេះដែរកុំឲ្យក្រសួងនីមួយៗចេះតែលួចបរិយាការប្រជុំទៅក៏ស្នើបែបណានឹងបរិយាបន្ថែមតែពង្រីកតួនាទីហ្នឹងដល់ចំណុចហ្នឹងខ្ញុំថាបើកំណែតម្រង់ហើយដល់ខំកាត់ខំតើយន្តការនៃការត្រួតពិនិត្យរបស់មន្ត្រីជាក់ស្ដែងរួមទាំងការត្រួតពិនិត្យកិច្ចការងារមួយចំនួនទៀតរបស់មន្ត្រីដែលយើងប្រើតាមយន្តការចុះអវត្តមានទៅដោយប៉ុន្តែការងារជាក់ស្ដែងវាអត់ឆ្លុះបញ្ចាំងខ្ញុំលើកឧទាហរណ៍កម្លាំងទៀត僕ខ្ញុំអត់ដឹងនិយាយគេការងារការិយាល័យខ្ញុំបើនៅបណ្ដាប្រទេសគេជឿធ្វើតែ2នាក់ខ្លះអស់ធ្វើអស់ខ្ញុំនិយាយថាធ្វើអស់ខ្ញុំកាន់តែវិញហើយតែយើងបង្រៀនមន្ត្រីបែបហ្នឹងតើយើងទៅធ្វើយ៉ាងម៉េចហើយរឿងទាំងអស់នេះខ្ញុំជឿថាវាចូលទៅកត្តាប្រវត្តិសាស្ត្រនៃស្ថានភាពនយោបាយរបស់យើងព្រោះយើងឲ្យគាត់ចេះឲ្យពួកគាត់ទៅណាខ្ញុំយល់កិច្ចការនេះខ្ញុំយល់ប៉ុន្តែតែខ្ញុំសួរពេលណាគឺយើងកាត់ដាក់អាណត្តិទី7ចាប់ដល់លើតែអាណត្តិទី10របស់យើងរហូតដល់ឆ្នាំនេះតើព្រឹត្តិការណ៍15ឆ្នាំទៀតសកលលោកវិវត្តដល់ណាវាវិវត្តដល់ណាហើយបើយើងនៅតែចាំចូលលើកត្តាប្រវត្តិសាស្ត្របែបហ្នឹងកត្តានយោបាយហ្នឹង
กตาของเราสร้างมีให้โดยจีการของรู้สึกรู้กินทำไมจุดนี้คนแค่กตาก็ยืดร่างกายไปแต่ทำยืดสมาธิทำแยกกันกูตามยืดการกูยืดแยกกันแล้วบางอันช่วยยืดการของเรายืดเวียนแยกหลักภาษามวยเตี้ยการของเราพูดดีด้วยแยกแยกอยู่ใส่ร้านเกี่ยฐานะสมาร์ทหมดเลยเรื่องการสู้ให้ดีๆเป็นการสู้ยกจองสู้อะไรสมมติเราอย่างนี้พยายามไอ้เงินโครงการไทยตังค์บอกว่าเกี่ยแยกในยุ่งเยี่ยมมันเลยอะไรพวกนี้การเงินเป็นอะไรกันจับพอจะเดินตีประชาชนเลยก็ที่สนามการเอาจะสู้สลับจะอะไรนะก็ที่สนามการก็เราบอกจะสู้มันก็สลับเรายังไอ้ยังรักจะรอจะไอ้cái hai cái tay tăng là nặng mà nhưng cô cái đó phải nói trong này cũng chưa thay được nói tí cái nào được bài ra con thấy thì cô đọc ra là điểm mất nhung lương la cái thì luôn là em đọc ra là điểm bài con đẹp người rồi con tay trong là cô rồi là đọc nghe mà nói cho đọc ra vậy cô ơi là đọc nghe ta quay vào thế kia thì bao nhiêu nó đẹp không hay nhưng ta chỉ cao để đọc nghe con tay ca chỉ chăm có chia cả ta một con xăm như nàyกตาบอกว่าสร้างเอาเยี่ยสร้างพอยืนค่ายมันเห็นที่เยี่ยการเปิดระบบไข่มันเห็นที่เยี่ยการกับอาคารหนึ่งจุดละการตรงตรงรถยี่ประวัติศาสตร์ระบบใหม่ตอนจังมันเนี่ยคล้ายกับบ้านกลุ่มเล็กบ้านกลุ่มเล็กแล้วบ้านกลุ่มเล็กสำหรับพอในกลุ่มเล็กไปโยกก่อสร้างกลุ่มเล็กออกกลุ่มเล็กคล้ายนึกคล้ายตอนจังรอบแต่ในขนมปัญญาสมาร์ทได้ยี่ห้อยืนปุยนี่สอบยืนปุยกูการที่เราทำแบบคนเทียนมาด้วยมาดูที่อาจจะเทียบไปยืนยอฐานต้นเรื่องนั้นเรียนเรื่องปักผู้ที่ยุ่งใส่เย็นอะไรอุปนิสัยจารณะแต่บางทีก็ทำปัญหาแต่บางทีสำหรับขยมตัดประตูกันเลยเราไม่เชื่อเราขยมไหนเชี่ยจำนายมือเราขยมไหนตอนขยมยืนเคยทำเชี่ยจำนายเราขยมนั่นไงขยมเลือดไหลเรื่องก่อการชื้นกระสู้สถาบันเราไปช่วยใจกลุ่มเล็กถ้าได้ก่อนเนี่ยยิ่งกูเราสลายอย่างนี้ไหมฉันปัญหาแต่ขึ้นเรื่องเรื่องของสถาบันตามกระทรวงหนึ่งปีนี้เอาขยมเรียกร้องวิชาถ้าให้ขยมชื่อทางก็จะเรียกว่าข้าพิบาลนับทำไมสถาบันคนเล็กนับแต่นอนทำไมมีสองชั้นเทียบหนึ่งต่อสถานกิจการเดียนั้นพวกคนน้องน้องเป็นแต่ใจมาปลายระบบที่ลือทางลือที่มันใส่ตังงดอกกราวไอ้มาเลยกินปีชนะไปอย่างกระแสตอนแรกเราต้องจำทอยไว้เนี่ยแต่เราช่วยมือพ่อใครคนกล้าประชุมประจำชอบมีที่มุยสนามระบบขึ้นมาเลยยังพัดช่วยมือตามไปสู้มันจำทอยไว้เนี่ยจำโจด่านจับยืมเหมือนตัวนาจับก็ได้โดยที่ยืมหรือยืมที่การพักลงกลับตรงนั้นคลอดกลุ่มก็จะบอกเอ๊ะด้วยเราบอกเรื่องราวยืมกินคลอดเครื่องการแต่ฉันไปยืมเงินฝากกินยืมคลอดแต่นักสายแค่พวกเราลุยกันมนตรีหุ่นก้าส่งลุยเนี่ยเมื่อนายหมอปลาพระเสนาขับไปถึงกินให้กินคลอดเธอเลยจ้ะnhóm mà là khâu kê nó rơi vào kiểu luôn cho ra một chút che ăn mỏng rồi hôm đó là dưới con tình luôn con lên nó kỳ trời kỳ mình thế nào anh nên nói cho chưa thằng ba của lo cùng mình ba mình chắc cái mình lên không chỉ mình tay sàn sẵn sàng xông bay ra cả đấy không nhìn cười thôi mấy chỉ cho được cho sản công mũi ôi chồng cô thằng chồng con cái mà nói sản công tiền muốn việc khai cái gì được không trả hết bao chồng cô chồng mũi hàng cho được cho nó lên bạn nhà buồn tốt tôi thấy tìm môi thì kia là con tôi đây sản công con cái bằng môi thì kia là việc khai cái tôi chỉ tiếp là không từ cái bạn này sống tôi phải làm tổ thòi quy nó là hai cái nhóm gì làm gì xong mà đây cái này nó sẽ phải ba này tôi xong đây không được lo gì chứ tôi chỉ còn lại chỉ vô đây là tôi yếu cả cái chẳng ok chắc là không chi tiêm sẵn khai hay là lo chi sẵn đúa tôi chỉ hay là làm cái con này lúc trong cao dương tay cái chặt tiếp cái tiền dương từ cái tiền kia cao cái tiền cái miếng khó cái chuyện là cái chuyện đó nè con thấy bây giờ trong cái chụp này nào cái chuyện liên quan đến cái chuyện vô bàn nhưng vô cái chuyện liên của cái bạn tổ cái cái là xong tiền để tiền họ trong bài hà trong chuyện nói cái chuyện cái hàng dương quân người ta của quân của chế chìm đuôi mà ta để lừa sẽ còn đủ cái chuyện chưa tha con khai tại
មានសមត្ថភាពមិនតិចទេខ្ញុំជឿថាការបណ្ដុះបណ្ដាលការខិតខំរបស់រដ្ឋាភិបាលរយៈពេល5-6 អាណត្តិនេះនឹងការបញ្ជូនធនធានមនុស្សទៅសិក្សានៅក្រៅប្រទេសនេះខ្ញុំថាសមរបបអាចនឹងលើកផងអាចនឹងលើកផងខ្ញុំលើកឡើងដូចជាខ្ញុំចាប់អារម្មណ៍ទៅលើខ្សែនាំរដ្ឋមន្ត្រីក្រសួងធនធានផ្សេងខ្ញុំមិនដែលសូវបានស្គាល់ទេប៉ុន្តែខ្ញុំទទួលស្គាល់ថាពួកពេញតែមានសមត្ថភាពមាននិយាយថាថាដល់ក៏អត់មានសមត្ថភាពប៉ុន្តែនេះជាការចាប់អារម្មណ៍របស់ខ្ញុំមួយចំពោះរដ្ឋមន្ត្រីដែលខ្ញុំតែងតែតាមដានតែខ្ញុំក៏មានរដ្ឋមន្ត្រីដទៃទៀតក៏ខ្ញុំតែងតែមានការកទូដែលចង់ឲ្យបានធនធានក្នុងការជំរុញជាតិរបស់យើងឲ្យវាកាន់តែប្រសើរឡើងសំណួរដែលខ្ញុំចង់លើកឡើងនេះហើយតើសួរទៅសម្រាប់សំទោសអាយរដ្ឋបាលអាយរដ្ឋបាលគិតថាមានពេលវេលាក្នុងការកំណែទម្រង់កាត់បន្ថយមន្ត្រីរាជការដែរឬទេតាមយន្តការបែបណាដែលអាចសងស្របជាលើកឧទាហរណ៍ថាបើយើងមិនជ្រើសរើសមន្ត្រីចូលជានិស្សិតដែលចេញមកគ្នាដល់ទៅណាខ្ញុំក៏ពិបាកដែរកន្លែងហ្នឹងប៉ុន្តែបើខ្ញុំមើលតម្រូវការខ្ញុំមិនដឹងថាជាទូទៅវាត្រូវការឬក៏យ៉ាងម៉េចទេមួយទៀតអ្វីដែលខ្ញុំលើកឡើងខាងដើមការពង្រីករចនាសម្ព័ន្ធនៅក្នុងក្រសួងខ្ញុំគួរតែបង្រួមក្រសួងគួរឲ្យតិចទីចាំបើជុលតែក្រសួងយើងរីកច្រើនហើយតែកុំឲ្យក្នុងក្រសួងនោះវាកាន់តែរីកទៀតតែរីកក្រសួងគឺរចនាសម្ព័ន្ធរីកនាយកដ្ឋានជាកិត្តិយសហើយបើយើងនិយាយអត់គ្នាទទួលស្គាល់ការពិតទៅរដ្ឋលេខាធិការមួយច្រើនជាងនាយកដ្ឋានទៀតដល់តាមក្រសួងណាអញ្ចឹងតើការទទួលខុសត្រូវភាពកិច្ចទូតទីខ្ញុំថាបើជាប្រសិទ្ធភាពទៅខ្ញុំថាមហាប្រសិទ្ធភាពព្រោះមានថ្នាក់ដឹកនាំទទួលជាស្ទើរតែរដ្ឋលេខាធិការកាន់ការិយាល័យមួយយើងសម័យដល់ប្រកាសជួយគិតមើលរឿងយ៉ាងណាហើយរឿងដែលខ្ញុំលើកឡើងតើយើងអាចកែប្រែកម្រិតណាតាមការយល់ឃើញរបស់ខ្ញុំនឹងខ្ញុំយល់ឃើញថាបើសិនជាទុកនៅចឹងគឺប៉ះពាល់នៃយន្តការនៃការកំណែទម្រង់ឲ្យជាតិយើងឲ្យគេហៅដែលបានថាពីសុខភាពសាធារណៈសុខភាពស្ថាប័នខ្ញុំថាមានសុខភាពជាជំងឺយ៉ាងទៅវិញយើងចង់បានសុខភាពតែអាហារចូលទៅជាជំងឺត្រង់ទៅជាជំងឺក៏តែពីច្រើនខ្លាយទៅជាជំងឺមួយទៀតខ្ញុំមិនថាគួរចង់លើកឡើងទេប៉ុន្តែអានេះជាការគិតរបស់ខ្ញុំដែរខ្ញុំគិតថាជាផ្នែកមួយប៉ះពាល់ដែរតើការប្រើមន្ត្រីសាធារណៈទៅជាប់ជាមួយគណៈបច្ចេកក្របខ័ណ្ឌគណៈបកនយោបាយតើអានេះអាចគួរពិចារណាយ៉ាងម៉េចត្រង់ចំណុចនេះតើជាកត្តាប្រវត្តិសាស្ត្រអាចទេឬក៏យើងត្រូវប្រវត្តិសាស្ត្រទៅតទៅទៀតដែរខ្ញុំយល់ថាស្ថានភាពនៃប្រទេសនីមួយៗវាខុសគ្នាខ្ញុំក៏យល់ឃើញតែដល់នេះប៉ុន្តែយើងគួរកែtrongចំណុចណាដែលយើងគួរកែកម្រិតណាព្រោះបើយើងអញ្ចឹងយើងឃើញមន្ត្រីទាំងអស់គេហៅដេកសំរួលរំលត់អត់ទេគេថាជួយគ្រួសារផងជួយគណៈបកផងសบายរីករាយសេចក្តីត្រូវការផងការពិតហើយយើងរកបន្ទោសការនេះខ្ញុំអត់បន្ទោសទេខ្ញុំអត់ថាខ្ញុំបន្ទោសព្រោះរឿងនោះវាដល់ជាតិខ្ញុំដែរខ្ញុំបន្ទោសអ្នកណាជាជាតិខ្ញុំដែរគាត់តែខ្ញុំលើកឡើងដើម្បីដាក់ជាតរហេតុដែលយើងមានសុខឆន្ទៈក្នុងការវះកាត់រឿងដែរទេឲ្យមន្ត្រីជំនាញមន្ត្រីបច្ចេកទេសគាត់បំពេញតួនាទីនឹងភារកិច្ចគាត់ឲ្យអស់សមត្ថភាពហើយយើងលើកគុណតម្លៃតែជាគុណពុទ្ធដ៏សំខាន់ដែលក្រសួងបានប្រើនេះថាឲ្យមន្ត្រីមួយជាមន្ត្រីគំរូសូម្បីតែយើងផ្ដល់នៅលិខិតសរសើរឲ្យពិតជាមន្ត្រីដែលមានស្នាដៃណាហើយសំខាន់ថាបើមន្ត្រីយើងនៅចេះអស់មេនឹងបានមេឡាយបានសរសើរខ្លាំងយើងគួរផ្លាស់ប្ដូរទេនឹងជាផ្លាស់ប្ដូរមួយដែរនឹងជាផ្លាស់ប្ដូរមួយដែរចឹងក្រមខាងមន្ត្រីជាមួយគណៈបកនយោបាយនេះខ្ញុំគួរថារឿងនេះនឹងមិនតូចតាទេដល់ទៅគណៈបកដល់ហើយប៉ុន្តែខ្ញុំតែលើកឡើងថាខ្ញុំយល់ឃើញថាដូចជាមានការប៉ះពាល់ឬការយល់ឃើញរបស់ខ្ញុំឯងប៉ុន្តែអាចយល់ខុសឬយល់ត្រូវតែដល់ពិចារណាតែប៉ុន្តែសម្រាប់ខ្ញុំគឺប៉ះពាល់ខ្ញុំយល់ថាប៉ះពាល់ខ្ញុំមានហេតុនៃការប៉ះពាល់យើងមិនទាន់ដល់ប៉ះពាល់លក្ខណៈនៅក្នុងនយោបាយការខ្លះយើងកូនមួយជួយធ្វើមន្ត្រីដែលយើងចូលមន្ត្រីកិច្ចសន្យាមន្ត្រីក្របខ័ណ្ឌច្រើនណាស់ច្រើនយើងដើរលើក៏ឲ្យប្រជាពលរដ្ឋឯងថាឲ្យប្រជាពលរដ្ឋដើរសួរមកបើយ៉ាងណាទេអញ្ចឹងគេអាចចេញមកឡើយទៅអាចចេញមកឡើយប៉ុន្តែយើងមិនអាចនិយាយការបែបការនេះយើងនិយាយគ្នានៅទីនេះគឺយើងចង់បានជាដំណោះស្រាយមិននិយាយជាការដាក់បន្ទុកទេហើយរឿងដែលការលើកឡើងរបស់ខ្ញុំនេះបើសិនជា
រឿងណាដែលផ្ទុយនឹងការពិតខ្ញុំគិតថាខ្ញុំមានការទទួលខុសត្រូវក្នុងនាមជាបើថាតែអាចខ្លាយថាជាអ្នកនយោបាយដែរជាអ្នកគិតគូរជោគវិសាលនៃប្រទេសជាតិដែរមានចិត្តបដាបដោយទៅដំណើរនេះព្រោះតែលេងយុគទាំងអស់គ្នាដែររត់ចែកជើងចាក់ដៃទាំងអស់គ្នាណាយើងគិតទាំងអស់គ្នាត្រូវគិតខុសទាំងអស់គ្នាមានគិតឲ្យគាត់ថាខ្ញុំដើម្បីទៅស្ងប់សក់តែខ្ញុំស្ងប់អត់កើតវាមិនអាចស្ងប់កើតមកសប្តាហ៍នេះខ្ញុំមិនអាចស្ងប់កើតចាំបើឃើញរឿងខ្លះឲ្យយើងនិយាយមានគំនិតអីខុសគ្នាយើងគេចោលគ្នាទៅវិញទៅមកនោះគាត់មានប្រវត្តិសាស្ត្រខ្មែរអត់ណាប្រវត្តិសាស្ត្រដល់ក្រៅសំទោសអាដាមបាទខ្ញុំគិតថាដោយសារមកពីដោយសារប្រធានព្រមមានហើយបាទជារំលឹកខ្ញុំពីម្ដងថាពិតរឿងច្រើនតិចទៀតហើយដូចខ្ញុំបានកត់សម្គាល់នៅស្លោកតែមួយរបស់តែเราបានលើកឡើងថាមនុស្សគេមិនមានជំនឿលើការនិយាយរបស់អ្នកនេះគេមើលជឿជុកចិត្តលើទៅលើហើយមនុស្សក៏គេមិនដែលទទួលស្គាល់អ្នកក្នុងទូនីតិអនសាជីវយដែរគេទទួលលើស្នាដៃចំពោះជាតិវិទ្យាខ្ញុំយល់ថាល្អប៉ុន្តែសូមឲ្យស្នូលกันនឹងដើម្បីអភិវឌ្ឍឲ្យមានប្រសិទ្ធភាពសម្រាប់សង្គមជាតិយើងចាប់ពីពេលនេះតនេះទៅស្របនឹងមាតិកាវឌ្ឍនភាពជាប្រចាំគ្រប់វិនាទីបាទសូមអរគុណអាដាមបាទសូមអរគុណអាដាមប្រធានប្រវេទ